តោះសួស្តីបងប្អូនអញ្ចឹងនេះខ្ញុំចង់មកបង្ហាញបងប្អូនពី dumbbell ដែលខ្ញុំធ្វើផ្ទាល់ដៃអញ្ចឹងណាបងប្អូនបាទនេះគេធ្វើពីស៊ីម៉ង់ពីរបៀបយើងធ្វើបងប្អូនបាទគឺគីឡូឯតាមស្តង់ដាហើយវិសអីគឺខ្ញុំស្វានដាក់នៅខាងក្រោមច្រើនដើម្បីយើងធ្វើវារឹងមាំអញ្ចឹងណាហើយនៅក្នុងដៃខាងដៃនេះគឺខ្ញុំចាក់ស៊ីម៉ង់ចូលទៀតអញ្ចឹងបងប្អូនលេងមកស្រឡាញ់បាទកុំឲ្យតែបោកចោលបាទណាមកឥឡូវនេះបងប្អូនអានេះគឺខ្ញុំធ្វើឲ្យរួចរាល់បិទពងខ្ញុំលាបថ្នាំខ្ញុំវាយគីឡូបាទពងកណ្ដាលនេះគឺខ្ញុំបិទដែរដូចបងប្អូនឃើញអញ្ចឹងនេះបាទណាគឺយើងបិទតាមស្តង់ដាអញ្ចឹងណាបងប្អូនវាមិនដូចបោះគេចេញពីរោងចក្រប៉ុន្តែយើងអាចប្រើប្រាស់បានអានេះ12គីឡូគឺថ្លឹងទៅ12គីឡូបាទសំខាន់គីឡូតាមស្តង់ដាអញ្ចឹងណាបងប្អូនមួយគូបាទដូចបងប្អូនឃើញអញ្ចឹងគីឡូគឺមានតាមលេខមាន3 5 10 12 6 7 8គឺមានទាំងអស់បាទអញ្ចឹងខាងនេះគឺខ្ញុំរៀបចំហើយទីទៀតរៀបចំជូនបងប្អូនដែលគាត់កំងអញ្ចឹងណាបងប្អូនខ្ញុំផុសនៅ TikTok ឥឡូវខ្ញុំផុសក្នុង page ម្ដងបាទអញ្ចឹងពីរបៀបធ្វើ dumbbell នេះគឺបើយើងមើលទៅវាសាមញ្ញទេតែបើសិនជាយើងធ្វើទៅគឺឆ្លងកាត់ច្រើនដំណាក់កាលដែរយើងនៅចាក់មកខាងមកឲ្យវាស្ងួតត្រឡប់មកខាងទៀតបាទត្រឡប់មកខាងហើយគឺយើងយកទៅខាត់ហើយយកទៅត្រាំទឹកបាទត្រាំទឹកហើយយកទៅលាបថ្នាំទុកឲ្យស្ងួតបិទពងហើយវាយលេខគឺច្រើនណាស់ក្នុងមួយគូនេះបើសិនជាយើងធ្វើចំណាយពេលអាចចូលប្រហែលជា2ថ្ងៃទៅបានមួយគូនេះអញ្ចឹងណាបងប្អូនប៉ុន្តែគឺខ្ញុំមានទុកច្រើនអញ្ចឹងគឺខ្ញុំចាក់ម្ដងគឺច្រើនបណ្ដោយហើយបើសិនជាបងប្អូនចង់ដឹងពីរបៀបធ្វើទីទៀតខ្ញុំធ្វើបរិញ្ញានៅក្នុង YouTube អញ្ចឹងណាតែបើសិនជាបងប្អូនអត់មានពេលធ្វើទេអាចទិញបានអានេះខ្ញុំធ្វើលក់តម្លៃគឺគួរសមមែនទេបងប្អូនអាចយកទៅលេងបានល្ងាចឡើងនៅផ្ទះអញ្ចឹងណាពេលខ្លះបងប្អូនអត់បានទៅហាត់ប្រាណបងប្អូនមានអានេះ2 3គូនៅផ្ទះបាទហ្នឹងវាអាចជួយដែរតម្លៃគឺសមរម្យមែនទេបាទនេះគឺខ្ញុំធ្វើដើម្បីចែកជូនបងប្អូនដែលគាត់អត់មានពេលទៅហាត់ប្រាណហើយដើម្បីសុខភាពអញ្ចឹងណាបងប្អូនតែបើសិនជាបងប្អូនមានពេលច្រើនគឺទៅហាត់ប្រាណនៅក្លឹបសោះព្រោះដោយសារគេមានឧបករណ៍ច្រើនគ្រប់គ្រាន់សម្រាប់ឲ្យបងប្អូនហាត់អញ្ចឹងណាចាំបងប្អូនមានតម្រូវការ dumbbell បាទធ្វើពីស៊ីម៉ង់អាចតាក់ទងមកខ្ញុំបានហើយដូចខ្ញុំបញ្ជាក់អញ្ចឹងគឺគ្រឹះអីខ្ញុំដាក់វិសច្រើនហើយតាក់ទងនឹងគីឡូគឺតាមស្តង់ដាបាទអញ្ចឹងបងប្អូនមានតម្រូវការអាចតាក់ទងមក Telegram ខ្ញុំបានឬមួយក៏ឆាតចូលក្នុង page ខ្ញុំមកខ្ញុំប្រាប់តម្លៃបងប្អូនបាទអរគុណច្រើន